សួស្តីពុកម៉ែបងប្អូនតោះថ្ងៃនេះយើងមកធ្វើ thumbnail ផ្ទៃខាងក្រោយនៃ YouTube របស់យើងមិនមែន thumbnail ដាក់ពីមុខវីដេអូទេណាគឺផ្ទៃខាងក្រោយ YouTube អញ្ចឹងខ្ញុំចុចចូលទៅ YouTube ទៅមកចុចចូលមកផ្ទៃខាងក្រោយយើងមើលផ្ទៃខាងក្រោយនេះគឺនឹងគឺផ្ទៃខាងក្រោយរបស់យើងហើយនេះរូបនេះខាងក្រោយនេះគឺ thumbnail ផ្ទៃខាងក្រោយមិនមែន thumbnail ដាក់ពីមុខវីដេអូអញ្ចឹងទេអញ្ចឹងពុកម៉ែបងប្អូនអញ្ចឹងយើងចុចចូលមកកម្មវិធី Pic ញ៉ាចេះអង់គ្លេសទេអញ្ចឹងវាចូលនេះមកនេះពុកម៉ែបងប្អូនណាក៏មានដែរនឹងត្រូវអត់អញ្ចឹងចូលអានឹងមកបន្ទាប់មកយើងមករកទំហំវាសិនចុចមកខាងចុងទៅមកចុចរកទំហំដែលយើងចង់ដាក់មិនដែលយើងចង់ដាក់ឯងកំណត់ទំហំនឹងទៅមកយើងចុចមកគឺវា16.9យកព្រមបន្ទាប់នេះខ្ញុំលុបអក្សរចេញសិនបន្ទាប់មកពុកម៉ែបងប្អូនទៅដាក់ background ដែលពុកម៉ែបងប្អូនចង់បង្កើតវាបូកខាងលើមិនបាច់ចុចបូកចឹងក៏បាននេះតាមរូបភាពនៅខាងក្រោមនេះគឺយើងអាចដាក់វាបានទៅមកខ្ញុំយកមួយនេះមួយខ្ញុំកំណត់ទំហំវា16.9អូខេប៉ុណ្ណឹងទៅមកខ្ញុំបរិយផ្ទៃស្រឡាញ់ផ្ទៃកាឡាចុចទៅលើនឹងមកកន្លែងកាឡាស្រឡាញ់ហ្នឹងបន្ទាប់មកចុចកន្លែងកាឡាស្រឡាញ់ដែរនៅខាងក្រោមនេះចុចទៅលើវាទៅមកនេះអានេះទំហំដែលយើងចែកជានេះទៅមកកុំទាន់ពុកម៉ែបងប្អូនត្រូវចុចវិឈរនេះមួយសិនទៅមកចាំចុចនេះអាញាព្រួញបាញ់ចេញពីគ្នានេះទៅមកដាក់20ចុចលើក្រោមអូខេមកខាងទៀតវិឈរដូចគ្នាយកអាសញ្ញាព្រួញបាញ់ចេញពីគ្នាទៅមកដាក់80អូខេ80កម្ពស់វាអញ្ចឹងកម្ពស់ខាងក្រោមនេះពុកម៉ែបងប្អូនចុចលើអានេះមកនេះទៅមកចុចអាសញ្ញាព្រួញបាញ់ពីគ្នានឹងទៀតដាក់យក64យ៉ាជ្រុលហើយដល់100ឯណាយើងទាញមក64បូកអូខេយកព្រមខាងលើនេះខាងលើនេះយើងយក35មកអូខេ35អញ្ចឹងយើងចុចកាឡានេះឲ្យនឹងវិញទៅហើយចុចបើយើងចង់ឲ្យវាទាញទៅចំកន្លែងកណ្ដុះកាឡាសំណាញ់យើងចុចកន្លែងដែលឆក់នេះមកទៅបូកនេះដែលយើងចង់បាននេះផ្ទាំងមួយនេះចឹងទាញចេះមកអានេះដំបូងខ្ញុំយកវាពេញសិនឲ្យវាពេញលើផ្ទាំង background ក្រោយរបស់យើងសិនហើយខ្ញុំចុចអានេះឲ្យចំកណ្ដាលនេះអានេះយើងគ្រាន់តែចុចលើក្រោមមកវាលោតចំកណ្ដាលហើយខ្ញុំដូរពណ៌សិនខ្ញុំដាក់ពណ៌ក្រហមឬក៏ពណ៌អីដែលពុកម៉ែបងប្អូនចូលចិត្តហើយចុចកន្លែងមែលើនេះអានេះចូលពីនេះចុចបូកចាក់សោមួយសិនតោះមកយើងមកបូកអានេះមួយទៀតយើងចុចទៅលើវាសិនលើអេក្រង់ទូរស័ព្ទយកវាលោតបែបនេះចុចបូកអានេះមួយទៀតឃើញអត់ពេលយើងចាក់សោទៅវាទាញទៅវាជាប់នៅកន្លែងហ្នឹងតែមកវាអត់ទៅណាទេចុចគ្រីតោះមកខ្ញុំយកពណ៌ខ្មៅក៏ស្រួលកាត់ដែរកន្លែងហ្នឹងអូខេទៅមកពុកម៉ែបងប្អូនចុចឲ្យលើនេះដូចដើមចុចកន្លែងខាងក្រោមនេះអូខេចុចគ្រីសវាទាំងពីរដែលយើងដាក់មិញហើយចុចមិនមែនចុចគ្រីសណានេះចុចបញ្ចូលគ្នាហើយយល់ព្រមទៅមកពុកម៉ែបងប្អូនមករកកន្លែងនេះរូបមនុស្សនេះកន្លែងដែលយើងកាត់ background ចុចបើកវាមកយើងចុចកន្លែងបន្តក់ថ្នាំយើងដាក់ពណ៌ខ្មៅយើងវាដាច់ហើយអូខេចឹងអានេះយើងចង់ផ្ដាច់វាបើឲ្យឃើញ background ក្រោយយើងមួយទៀតក៏បានខ្ញុំចុចអានេះដងទៀតខ្ញុំចាក់សោវាទុកកុំឲ្យយើងប៉ះទៅវារត់ទៅលេខទៅកើតតោះមកយើងមកប៉ុណ្្នឹងហើយពុកម៉ែបងប្អូនចង់លេង style អីក៏បានដែរត្រេញចិត្តចឹងខ្ញុំលេង style បន្តិចទៅអូខេអានេះវាចំអ្វីដែលយើងដាក់នេះមកខ្ញុំចុចគ្រីសវាចុចឲ្យវាត្រូវចំកណ្ដាលសិនចាំយើងបខុតវាចេញមកក្រៅវិញអានេះយើងសេរីលឿនវាចុចលឿនយឺតឲ្យចំមកចំណុចហ្នឹងទៅមក copy មួយទៀតចុចឲ្យសញ្ញាព្រួញចូលគ្នាចុចលើក្រោមទៅមកយើងចុចអាកន្លែងនេះឲ្យសញ្ញាព្រួញបាញ់ចេញក្រៅ4ជ្រុងហ្នឹងចុចអូវាមកចំខាងក្រោយហ្នឹងសេរីវាលឿនតិចមក
ok cho nhưng thôi tích bây giờ trong cái đá cái mà cái nó po so đôi khi nhưng đâu po tới cái đã po cả hóm chẳng là thằng này trong bên vinh cái bàn thì trong bao vinh cái bàn cái chánយើងដាក់នៅក្នុងទូរស័ព្ទដល់ពុកម៉ែបងប្អូនអញ្ចឹងចុចពីលើឲ្យយើងមិញហើយពុកម៉ែបងប្អូនចុចអាកន្លែងនេះឲ្យវាធ្លាក់ទៅក្រោមនេះកន្លែងនេះនេះផឹកឃើញអត់នេះឃើញខ្ញុំចុចអត់ចុចពីលើអក្សរនេះមួយទៀតបើចុចពីលើវាអត់បានយើងមកចុចខាងលើនេះទៅមកយើងចុចធ្លាក់វាទៅក្រោមដូចគ្នាអូខេយើងបានប៉ុណ្ណឹងហើយពុកម៉ែបងប្អូនចង់លេង style អីគេអញ្ចឹងខ្ញុំមកបូករូបភាពដែលខ្ញុំចង់ដាក់មកគឺយើងអូឡើងលើបាច់ចាំប្រាប់តែហ្នឹងជួយកន្លែងវងមូលវាមូលពេញហើយវាព្រួញវាមកពុកម៉ែបងប្អូនឆ្លាញ់មិនដាក់ប៉ុណ្ណឹងទៅហើយខ្ញុំចុចនៅចំកណ្ដាលសិនយើងងាយស្រួលក្នុងការទាញវាចេញទៅណៃក៏បានត្រែងដែរយើងចង់អញ្ចឹងខ្ញុំយកប៉ុណ្នេះហើយខ្ញុំចង់បូកនេះខ្ញុំមកវាមានពណ៌ខាងលើនេះខ្ញុំយកពណ៌ក្រហមពណ៌នេះគឺបានស្អាតអូខេអញ្ចឹងមកពុកម៉ែបងប្អូនគ្រាន់តែវាយឈ្មោះយើងឈ្មោះ YouTube របស់យើងដែលយើងចង់ដាក់អញ្ចឹងឈ្មោះ YouTube របស់ខ្ញុំប្រាប់ពីអ្វីដែលខ្ញុំដឹងពីអ្វីដែលខ្ញុំដឹងអញ្ចឹងមកចឹងយើងអូវាយកមកចំកន្លែងផយើងដែលយើងចង់ដាក់មកកន្លែងណាក៏បានចឹងខ្ញុំទៅរក font អក្សរមួយសិនចឹងនៅលើហ្នឹងបើយើងដាក់អក្សរធំគឺរាវស្អាតមែនទែនខ្ញុំរក font ណាដែលខ្ញុំស្រឡាញ់ចូលចិត្តជាងគេដែលខ្ញុំធ្វើរាល់ដងចុចដាក់ font មកឃើញអត់ពុកម៉ែបងប្អូនគឺលយមែនទែនគឺយើងចង់ថែមអីគេទៀតក៏បានតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនអានេះខ្ញុំគ្រាន់តែធ្វើត្រួសហើយនឹងស្រួលយល់ឲ្យពុកម៉ែបងប្អូនធ្វើតាមតែប៉ុណ្ណឹងព្រោះអីចំណង់ចំណូលចិត្តយើងខុសគ្នាអញ្ចឹងពុកម៉ែបងប្អូនចង់ធ្វើរបៀបនេះរបៀបនោះថែមអីផ្សេងទៀតក៏បានស្រេចនឹងពុកម៉ែបងប្អូនស្រឡាញ់ចូលចិត្តអញ្ចឹងខ្ញុំគ្រាន់តែប្រាប់ទូពីរបៀបធ្វើតែប៉ុណ្្នឹងទេហើយទំហំនេះពេលយើងយកទៅដាក់ទៅគឺត្រូវនេះត្រូវជាមួយកន្លែង YouTube យើងនេះពុកម៉ែបងប្អូនពេលយើងដាក់ទៅគឺត្រូវតែមកអញ្ចឹងការស្រឡាញ់ការលេង style ហ្នឹងយើងខុសគ្នាអត់ដូចគ្នាទេអញ្ចឹងពុកម៉ែបងប្អូនស្រឡាញ់ផ្សេងទៅខ្ញុំស្រឡាញ់បែបផ្សេងអញ្ចឹងទៅវាអត់ដូចគ្នា 100% ទេហើយចុងវីដេអូមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបើចង់លេង style បែបមួយទៀតឬមួយក៏យើងដាក់ជួយចុច subscribe ដើម្បីទទួលបាននៅស្អីគេផ្សេងទៀតក៏ដាក់ទៅហើយយើងលេង style មិនក៏បានដែរតែចិត្តពុកម៉ែបងប្អូនចង់លេង style ឥឡូវជំរឿខ្ញុំ style តិចតួចចុះកុំឲ្យថាអត់បានលេងអីសោះអញ្ចឹងនេះយើងអាចដាក់ប្រឆិតចឹងក៏បានមើលទៅវារៀងធ្វើម៉េចឲ្យវាស៊ីឲ្យវាអីដែលយើងចង់បានទៅវាចាប់បានហើយពុកម៉ែបងប្អូនគ្រាន់តែយើងលេង style វាតិចតួចមើលទៅវារៀងទំនងវារៀងលយតែប៉ុណ្្នឹងគេស្រឡាញ់មិនយើងដាក់អញ្ចឹងទៅហើយអានោះគឺជាការស្រឡាញ់របស់យើងព្រោះបើយើងធ្វើតាមគេក៏វាល្អម្យ៉ាងប៉ុន្តែគ្រាន់តែការស្រឡាញ់យើងខុសគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបើពេញចិត្តកុំភ្លេចចុច subscribe ហើយនឹង like comment អ្នកមួយមកដើម្បីទទួលបាននូវវីដេអូថ្មីផ្សេងទៀតសូមអរគុណ